សម្លមួយនេះបើយើងហត់វាក្តៅបន្ទាប់ពីយើងមកពីធ្វើការហត់អស់កម្លាំងបន្ទាប់ពីញ៉ាំហើយគឺមានកម្លាំងតែម្ដងហើយគ្រឿងផ្សំដែលយើងមានដំបូងគឺមានបន្លែដូចជាការ៉ុតហ្នឹងគឺចិតទុករួចរាល់ហើយយើងគ្រាន់តែយកវាមកចិតបន្ថែមឲ្យដុំតូចហើយនឹងមានដូចជាការ៉ុតដំឡូងបារាំងហើយនឹងពោតដំឡូងបារាំងហ្នឹងក៏ដូចគ្នាដែរចិតទុករួចរាល់ដាក់ចូលក្នុងទូទឹកកកហើយយើងគ្រាន់តែយកវាមករំលែកជាចំណែកល្មមសម្រាប់ស្លនៅមុខម្ហូបនៅថ្ងៃនេះឥឡូវនេះខ្ញុំធ្វើការយកវាចេញវាមានការ៉ុតមួយចំនួនមានដំឡូងបារាំងហើយនឹងពោតក៏ខ្ញុំចិតបានរួចរាល់ហើយគ្រាន់តែយើងរំលែកវាមួយចំណែកដើម្បីយើងស្លនៅថ្ងៃនេះមកសល់ប្រហែលយើងគ្របទុកវិញហើយយើងអាចយកទៅទុកក្នុងទូទឹកកកវិញដើម្បីយើងត្រូវការស្លថ្ងៃក្រោយយើងមានទៀតហើយចំណែកដែលយើងរំលែកចេញមកយើងដាក់វាចូលទៅក្នុងចានហើយយើងយកវាទៅទុកមួយឡែកសិនជំហានបន្ទាប់មកនេះគឺយើងមានខ្ទឹមសយើងយកខ្ទឹមសមកវាយវាឲ្យបែកទៅខ្ទឹមសយើងបកសម្បកវាឲ្យស្អាតបន្ទាប់មកយើងធ្វើការវាយវាឲ្យបែកជាចំណែកល្មមហើយយើងធ្វើការចិញ្ច្រាំខ្ទឹមសហ្នឹងឲ្យវាល្អិតដើម្បីយើងយកមកទុកបំពងជាមួយនឹងខ្លាញ់ណាគឺយើងវាយចិញ្ច្រាំខ្ទឹមសហ្នឹងបន្ទាប់ពីយើងចិញ្ច្រាំវាម៉ត់ល្អហើយយើងក៏ធ្វើការដួសវាយើងយកចានរបស់យើងមកបន្ទាប់មកយើងដួសវាដាក់ចូលចានទៅដាក់ចូលចានឲ្យរួចរាល់ហើយយើងអាចយកវាទុកមួយឡែកបន្ទាប់មកយើងយកទឹកមួយកូនចានហើយយើងយកមឹកក្រៀមបង្គាក្រៀមយកមកត្រាំមឹកក្រៀមបង្គាក្រៀមហ្នឹងក៏យើងដាក់ចូលនៅក្នុងសម្លរបស់យើងដើម្បីបង្កើនក្លិនហើយនឹងឲ្យជារសសម្លមួយឆ្នាំងនឹងបន្ថែមទៀតផងដែរយើងត្រាំមឹកក្រៀមបង្គាក្រៀមហ្នឹងហើយយើងសាច់របស់យើងគឺមានឆ្អឹងជ្រូកមានសាច់ជ្រូកឆ្អឹងជ្រូកដែលយើងកាប់វារួចរាល់អស់ហើយយើងដាក់មកហ្នឹងគ្រឿងផ្សំហើយក៏យើងមិនភ្លេចជាមួយនឹងស្លឹកខ្ទឹមគល់ខ្ទឹមសម្រាប់បង់នៅខាងក្រោយសម្លហើយបន្លែដែលជាគោលរបស់យើងនោះគឺមានការ៉ុតដំឡូងហើយនឹងពោតជំហានបន្តមកទៀតយើងដាក់ឆ្នាំងនៅលើភ្លើងរបស់យើងបើកភ្លើងហើយយើងដាក់ឆ្នាំងនៅលើភ្លើងបន្ទាប់ពីឆ្នាំងរបស់យើងក្តៅហើយយើងធ្វើការចាក់ខ្លាញ់ឬក៏ប្រេងឆាដែលយើងមានហ្នឹងខ្លាញ់ក៏បានប្រេងឆាក៏បានដែលជាចំណូលចិត្តដែលយើងប្រើប្រាស់ប្រចាំថ្ងៃហ្នឹងយើងដាក់ចូលនៅក្នុងឆ្នាំងវាហើយយើងទុកមួយសន្ទុះឲ្យខ្លាញ់ហើយនឹងឆ្នាំងរបស់យើងក្តៅបន្ទាប់ពីឆ្នាំងហើយនឹងខ្លាញ់យើងក្តៅហើយយើងធ្វើការកូរវាយកវែកមកដើម្បីកូរខ្លាញ់របស់យើងហ្នឹងឲ្យវាមានឲ្យវាបែកខ្ញែកសពឆ្នាំងល្អហើយយើងធ្វើការចាក់ខ្ទឹមច្រាមយើងខ្ទឹមសហ្នឹងដែលយើងចិញ្ច្រាំទុកមុនហ្នឹងយើងដាក់ចូលមកហើយយើងធ្វើការរំលីងវាខ្ទឹមសយើងចុះឡើងមកល្មមមកប្រែពណ៌ហើយយើងក៏យកបង្គាក្រៀមមឹកក្រៀមដែលយើងស្រង់ចេញពីទឹកហ្នឹងយើងដាក់ចូលហើយយើងរំលីងកូរវាចុះឡើងមួយសន្ទុះទៅដើម្បីឲ្យបង្គាក្រៀមមឹកក្រៀមរបស់យើងហ្នឹងវាចេញជាតិបានល្អបន្ទាប់ពីយើងធ្វើការរំលីងវាមួយសន្ទុះរួចរាល់ហើយយើងទៅយកសាច់ជ្រូកឆ្អឹងជ្រូកដែលយើងកាប់ហ្នឹងដើម្បីយើងត្រៀមយកមកដាក់ចូលនៅក្នុងសម្លរបស់យើងនឹងបន្តទៀតសាច់ជ្រូករបស់ខ្ញុំគឺខ្ញុំកាប់វាដុំមានឆ្អឹងជំនីហើយនឹងសាច់ជ្រូកមកល្មមមកសម្លហ្នឹងយើងដាក់ចូលហើយយើងធ្វើការកូរវាចុះឡើងទៅដើម្បីឲ្យសាច់ជ្រូកហ្នឹងហើយនឹងខ្ទឹមហើយនឹងបង្គាក្រៀមមឹកក្រៀមហ្នឹងវាចូលគ្នាសព្វបន្ទាប់ពីយើងកូរសាច់យើងរៀងល្មមមកឆ្អិនហើយយើងចាក់បន្លែដែលមានការ៉ុតមានដំឡូងបារាំងហើយនឹងពោតយើងចូលហើយយើងធ្វើការកូរត្រឡប់ចុះឡើងដើម្បីឲ្យបន្លែសាច់គ្រឿងទេសរបស់យើងហ្នឹងវាចូលសព្វគ្នាចូលចាប់ជាតិគ្នាបានល្អព្រោះបើយើងអត់កូរវាអាចនឹងខ្លោចបានទៀតព្រោះយើងអត់បានដាក់ទឹកទេអញ្ចឹងយើងកូរវាចុះឡើងទៅមកល្មមថាឥឡូវវារៀងចូលគ្នាហើយយើងធ្វើការយកទឹកមួយកែវយកមកបន្ថែមចូលនៅក្នុងឆ្នាំងរបស់យើងយើងអត់ទាន់គ្រប់ទេខ្ញុំគិតថាខ្ញុំត្រូវថែមមួយកែវទៀតអញ្ចឹងខ្ញុំយកទឹកមួយកែវទៀតដាក់ចូលមកជិតពេញឆ្នាំងតើបើយើងដាក់ចូលហើយយើងយកវែងមកកូរមកល្មមកូរត្រឡប់ចុះត្រឡប់ឡើងទៅ
ដោយសារខ្លាចវាខ្លោចនៅខាងបាតបន្ទាប់ពីយើងកូរហើយយើងយកគម្របឆ្នាំងយើងមកដើម្បីគ្របវាចោលទៅហើយយើងបើកភ្លើងមកល្មមយើងរងចាំពេលវេលាមួយសន្ទុះត្រឡយើងបានពុះហើយទឹកយើងបានពុះយើងបើកគម្របឆ្នាំងចេញកុំឲ្យវាឡក់ទឹកអញ្ចឹងយើងធ្វើការកូរសម្លយើងបន្ថែមទៀតយើងកូរចុះឡើងសម្លយើងវាចង់ឆ្អិនហើយយើងធ្វើការយកគ្រឿងដំបូងយើងដាក់ស្ករសបន្តិចចូលទៅហើយមានប៊ីចេងយើងថែមប៊ីចេងមួយចុងស្លាបព្រាតូចបន្តិចទៅហើយមានអំបិលម្សៅស៊ុបយើងប្រើម្សៅស៊ុបបើវាទៅជាស៊ុបណាយើងថែមម្សៅស៊ុបបន្តិចចូលទៀតទៅព្រោះយើងអត់ចង់ឲ្យគ្រឿងដិតទេយើងប្រើសាបល្មមទេយើងអត់ចង់បន្ថែមគ្រឿងវាឲ្យខ្លាំងដិតពេកទេដើម្បីយើងហត់ទៅមានកម្លាំងហើយយើងថែមប្រេងអូលីវបន្ថែមទៀតដើម្បីបង្កើនរសជាតិរសជាតិនៃសម្លរបស់យើងហ្នឹងហើយសម្លរបស់ខ្ញុំក៏បានរួចរាល់មានតែប៉ុណ្ណឹងទេសូមអរគុណ